បញ្ហាស្ពឹកដៃស្ពឹកជើងដៅក្រហាយបាត់ដៃបាត់ជើងតាមបាត់ដៃបាត់ជើងឈឺចាក់ខ្ញោចដូចជាមជុលចាក់មានបញ្ហាឈឺសន្លាក់រលាកសន្លាក់ឧស្សាហ៍រឹងតាមកញ្ញាំដៃកញ្ញាំជើងការធ្វើចលនាទៅមានលន់ជាសម្លេងផែផុសនៅតាមសន្លាក់របស់ពុកម៉ែបងប្អូនបាទឧស្សាហ៍ចុករយដៃជើងឈឺចង្កេះឈឺចង្គង់ឈឺខ្នងឈឺស្មាបាទមានបញ្ហាចុករយរមួលកពើបាទពិបាកនៅក្នុងការធ្វើចលនាដេកដើរឈរអង្គុយខ្លាំងមែនទែនដែលពុកម៉ែបងប្អូនកន្លងមកធ្លាប់រកដំណោះស្រាយច្រើនប៉ុន្តែមិនទទួលបានលទ្ធផលសោះបាទអស់សង្ឃឹមអស់ជំនឿបើនិយាយពីផលិតផលវិញគឺប្រើរាប់សិបមុខមកហើយប៉ុន្តែបញ្ហាសុខភាពនៅតែដដែលមិនអាចដោះស្រាយបានអញ្ចឹងថ្ងៃនេះខ្ញុំបាទសូមណែនាំពុកម៉ែបងប្អូនជាមួយនឹងផលិតផលមួយដែលយើងឲ្យឈ្មោះថា VHOPE បាទ VHOPE នេះពុកម៉ែបងប្អូនគឺមានប្រសិទ្ធភាពខ្លាំងមែនទែននៅក្នុងការដោះស្រាយទៅនឹងបញ្ហាទាំងអស់នេះអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកំពុងតែស្វែងរកដំណោះស្រាយទៅនឹងបញ្ហានេះឲ្យចំគោលដៅដោះស្រាយទៅទទួលបានប្រសិទ្ធភាពខ្ពស់សូមពុកម៉ែបងប្អូនជ្រើសរើសយក VHOPE យកទៅដោះស្រាយចោះពិតជាមិនខុសបំណងទេលើសពីនេះទៅទៀតបើសិនជាពុកម៉ែបងប្អូនបាទមើលហើយមិនទាន់មានទំនុកចិត្តមិនទាន់មានជំនឿឥឡូវនេះខ្ញុំបាទសូមណែនាំពុកម៉ែបងប្អូនទៅទស្សនាក៏ដូចជាស្ដាប់អតិថិជនរបស់លោកគ្រូផ្ទាល់ដែលពួកគាត់ប្រើប្រាស់ VHOPE បានធូរសះស្បើយចំពោះបញ្ហាអស់ទាំងនេះទុកខ្លាំងតែវាកាហាយបាតជើងកាហាយរមងក្តៅដូចយើងលាបម្ទេសលាបអីយ៉ាងកាហាយហើយវាលបកទៀតគ្រូនោះប្រាប់ហើយកុំឲ្យចៅបកទៅលបកវាថាក្តៅដូចយើងលាបម្ទេសហ្នឹងហើយម្ទេសវាមិនកាហាយអាហ្នឹងវាកាហាយយ៉ាងនៅសុកអញ្ចឹងបាទខ្ញុំឃើញគេតាយហ្នឹងបានតែញ៉ាដៅកាហាយក្តៅមកក្តៅមានអ្នកខ្លះគាត់និយាយប្រាប់ខ្ញុំខាងឡងខ្ញុំនៅពីវែងគាត់ថាម៉ែគាត់ក្តៅរហូតដល់ថ្ងៃឆ្លាតដេកអត់លក់កុហកហើយដៅជើងនេះហូបពីហូបហ្នឹងទៅពីហូបដឹងតែហូបជាហើយគេក៏400ជាងចុកដៃចុកជើងស្ពឹកដៃស្ពឹកជើងឈឺចកេះឈឺឆ្អឹងខ្នងខ្ញុំគេងអត់លក់ឥឡូវខ្ញុំហូបពីហូបនេះឥឡូវបានជាដាច់ហើយជាដាច់ចាជាដាច់ហើយដែលមានអាការដាក់ដូចខ្ញុំហ្នឹងណាចូលមកអូនតាវាហូបទៅណាជំងឺដែលពឹកដៃចាក់តាមបាតដៃបាតជើងឬក៏លមួកពើហ្នឹងទៅការពិតហ្មងអត់មានថាអីនិយាយលើខ្លាចទេប្រើពេទ្យឯឆ្នាំនេះវាសំពគេដាក់ទៅវាសំពអាត្មាដែលប្រើទៅបានបាត់អាការដែលវាចុកចាប់បាត់ជើងវាឈឺដូចដែលយើងអុជភ្លើងឈីបហ្នឹងវាបាត់ហើយហូបដឹងតែជាដឹងតែបាត់ទី1ទឹកនោមផ្អែមណាទី2លើធៀមលើខ្លាញ់ឬមួយចន្លាក់អីបងប្អូនហូបពិសាទៅដឹងជាត្រូវហើយខ្ញុំអត់មានមកភូតភ័របងប្អូនទេខ្ញុំជីវិតខ្ញុំអស់សង្ឃឹមអីខ្ញុំថាក្រុមហ៊ុនខ្ញុំរាប់10ក្រុមហ៊ុនហើយអត់បាត់ទេអត់ជាអត់មានហូបបាយអីបានដល់មកនេះ VHOPE នេះខ្ញុំហូបបានបាត់ទាំងចាក់ដៃចាក់ជើងអីទាំងអស់ស្អាតក្នុងខ្លួនអីចង្វាក់បេះដូងអីដើរធម្មតាដូចមុនវិញ100%ខ្ញុំដឹងតែជាហ្មងបាទ